នាងទៅសម្រាប់មកកន្លែងសិនតាចងចាំរូបភាពនេះបានច្បាស់ទេរូបភាពមួយនេះជារូបភាពដែលនាងមិនអាចបំភ្លេចបានទេគួរជាអាមែនតាមជាស្អីទៅមានរឿងអីហ្នឹងអាយ៉ានេះប្រហែលជាកន្លែងដែលអគ្គនាយកលីនអ្នកស្រីលីចាប់ដើមស្នេហាហើយអាយ៉ាហើយតែក៏ស្អិតរមុខដូចខកស្តាំងម៉ែអញ្ចឹងនាយកលីយករូបភាពនេះមកប្រហែលជាចង់រំលឹកអនុស្សាវរីយ៍ចាស់ហើយលោកលីមើលទៅប្រហែលជាស្រឡាញ់អ្នកស្រីលីខ្លាំងហើយណាអីមិនបានជាប្រហាក់ប្រហែលបែបនេះមានអារម្មណ៍ថាដូចជាធ្លាប់ទៅកន្លែងនឹងយ៉ាងម៉េចទេបងមកជីវអ៊ីរបស់ពួកយើងអញ្ចឹងនឹងឡើងរំភើបរលីងរលងទឹកភ្នែកទៅហើយសប្បាយចិត្តឡើងញ័រខ្លួនប្រាណទៅហើយហ្នឹងត្រូវពេលនេះចៅអ៊ីរបស់យើងរៀបការជាមួយអគ្គនាយកលីរឿងជំនួយគ្រួសាររបស់យើងមិនបាច់និយាយទៀតទេត្រូវអរគុណដល់ចៅអ៊ីរបស់យើងហើយបានជួយលើកមុខមាត់ដល់គ្រួសារយើងមិនដូចជានាងចង្រៃនោះទេចេះតែបង្កបញ្ហាឆ្ងល់ដែរហើយអីបានជាទៅបង្កើតមុខមាត់ដូចជានាងនោះទៅវិញមើលចៅអ៊ីរបស់យើងចូលណាមុខមាត់30តុនបែបនេះមិនគួរណាទៅបង្កើតមុខមាត់ដូចនេះសងឈឺអ៊ីមករីកដូចជាសេះស្ពតធ្លាក់ឡើងដូចជាស្វាហ្នឹងមកត្រង់ណាក៏ដូចជាស្វាដែរមានកន្លែងណាគួរឲ្យស្រឡាញ់ជប់ចិត្តស្នេហ៍ទេនេះមើលឃើញយ៉ាងម៉េចមានមុខមកថាឲ្យប្អូនស្រីខ្លួនឯងបែបនេះថ្ងៃបើខ្ញុំបដាចេញទេយើងមិនគ្រូសាសុំពេកតាកញ្ចាស់ល្ងីចាំបដៃយើងផងអីចាំមើលថាយើងនឹងបំបែកក្បាលរបស់លោកឲ្យម៉ាន់តាចាស់មានអំណុតនេះសម្បត្តិតកូនខ្លួនឯងក៏មិនស្គាល់ដែរសងចៅអ៊ីពេលខ្ញុំនៅជាមួយស្រីម្នាក់នោះនាងឈររកបែបនេះមើលទៅប្រហែលជានាងហត់ខ្លាំងណាស់ហើយហាមានឯណាទេបងសម្លាញ់បងមើលឈីវអ៊ីរបស់ពួកយើងនឹងនាយកលីទេដូចជាផ្លែកអាម៉េចទេហ៎បើនាងមិនប្រាប់ការពិតទៅអ្នកគ្រប់គ្នាទេខ្ញុំនឹងបកស្បែកមុខរបស់នាងឲ្យណាននៃហើយសៀវឈិនតាបងកំពុងតែនិយាយពីអ្វីនេះនៅមាត់រឹងទៀតទេអូយមកខ្លាំងនេះមិនប៉ាទីមិនសំទីមិនមែនជាការប៉ាទីគ្រប់គ្នាកុំជឿអីប៉ាជីមិនមែនការប៉ាត់មែនគ្រប់គ្នាសតែត្រូវគេកាត់តទេណាគេកាត់តទេរឿងរ៉ាវត្រូវបញ្ចប់ត្រឹមនឹងឯងខ្ញុំត្រកូលីមិនទទួលយកស្រីធននឹងទេសម្រាប់ពុកម៉ែបងប្អូនដែលចង់បានផ្ទះនៅខាងចំការដង3បងប្អូនណាបាទផ្ទះនេះដែរគឺបានប្លង់សេរ៉ូដល់2សន្លឹកពេញហើយមានកម្ពស់រហូតដល់3ជាន់ប្រត់ដំបូលជូនបងប្អូនណាបាទហើយនេះគឺជាផ្ទះគំរូបងប្អូនណាបាទដែលបងប្អូនអាចជិះមើលផ្ទាល់បានហើយយើងមាន2បន្ទប់គេងនិង3បន្ទប់ទឹកហើយមានផ្ទះបាយមួយនៅខាងក្រោយនេះហងដែរបងប្អូនណាបាទហើយយើងនៅសល់ដីខាងក្រោយ1ម៉ែត្រឬក៏1ម៉ែត្រជាងទៅតាមទំហំផ្ទះហើយនិងទំហំដីមួយផងដែរបងប្អូនណាបាទហើយយើងមានទីបន្ទប់បាទហើយនេះគឺជាបន្ទប់សមាជិកគ្រួសារឬក៏យើងអាចហៅជាបន្ទប់កូនក៏បានដែរបងប្អូនណាបាទរីឯចំណែកតម្លៃវិញគឺតម្លៃធូរថ្លៃមែនទែនបងប្អូនណាបាទខាងក្នុង3នេះតម្លៃខ្ទង់តែ50000ជាងតែប៉ុណ្ណោះបងប្អូនណាបាទហើយនេះគឺជាបន្ទប់មេគ្រួសារឬក៏អាចហៅជាបន្ទប់ប៉ាក៏បានដែរបងប្អូនណាបាទអញ្ចឹងបងប្អូនថាគាត់មានអារម្មណ៍ចង់បានផ្ទះដែលខាងចំការដង3បងប្អូនណាអាចអញ្ជើញមកទៅបានអាចទៅទៅបានតាមលេខទូរស័ព្ទបងប្អូនណាបាទសូមអរគុណកុំអីហើយយ៉ាសៀវឈិនមកកុំធ្វើអញ្ចឹងមើលនាយកលីវិធីភ្ជាប់ពាក្យថ្ងៃនេះមានព្យាមានមុខមាត់ច្រើនណាស់ណាបើលោកវិធីភ្ជាប់ពាក្យនេះតាខ្ញុំយកមុខទៅទុកណាទៅនាយកលីសិតតែជាការយកច្រឡំទេចាំពួកយើងនាំគ្នាដោះស្រាយស្ងាត់ទៅណាហើយបន្តកម្មវិធីតាមដំណើរអញ្ចឹងដល់ពេលចប់ហើយចាំខ្ញុំសុំទៅលោកចុះណាពួកយើងគ្មានអីស្រស់ស្រួលគ្នាទេអង្គរ៉េនាំពួកគេចេញទៅហើយយ៉ាលែងយើងយកលីចៅនេះចៅអើយទៅធ្វើខុសម្ដងទេស្រីក៏អាចធ្វើខុសបានដែរលើកញនាមដល់ទៅថាម៉េចលោកចង់ប្រដៅខ្ញុំមកចេះបាក់ភ្នែកមើលពិភពលោកមែនទេអគ្គនាយកលីពួកយើងទៅតឹងរងចាំយូរខែយូរឆ្នាំហើយថាបានឃើញឈីវអ៊ីភ្ជាប់ពាក្យនឹងគេលោកកុំលោកកម្មវិធីភ្ជាប់ពាក្យឲ្យពួកយើងអត់សង្ឃឹមអីឲ្យខ្ញុំលុតជង្គង់ជូនលោកក៏បានដែរលីស៊ីឈិនការដែលលោកឲ្យខ្ញុំទទួលបន្ទុករៀបចំកម្មវិធីទាំងមូលនេះក៏ប្រតិចង់ឲ្យខ្ញុំមើលហ្គេមសម្ដែងនៅមែនទេមើលទៅអ្នកនាងសុំដូចជាអាម៉េចទេដូចជាស្រីប្រទេសផ្ដាស់យ៉ាងម៉េចទេមែនហើយមើលទៅដូចជារៀបចំទុកមិនទេមែនហើយមើលទៅដូចជារៀបចំទុកអូត្រូវហើយអញ្ចឹងមិនថាគឺជាអន្ទាក់ដែលនាងរៀបចំតាក់កឯងបាក់មកគ្រួសារមិនទេ
អូ អូយគូថាឯងខ្លាំងណាស់បើទៅផ្ទះវិញក្របបោតផងសៀវឈិនខ្ញុំស្រឡាញ់បងយ៉ាងនេះមកក៏បងរៀបចំផែនការធ្វើខ្ញុំខ្វះគេបែបនេះបងគិតថានឹងមនុស្សជននឹងវាស្រឡាញ់បងខ្លាំងណាស់ហេងតាមពិនវាខំប្រឹងដើម្បីលួចបងទីងសិងឈិនកូនលេខ1ឆាប់ឡើងឆាប់បកក្រាត់សិងឈិនទីងអើយខ្ញុំចាស់មែនប៉ុន្តែមិនមែនចាស់ដល់ថ្នាក់ខ្វះភ្នែកមិនដឹងថាលោកលីស្រឡាញ់នរណាទេឲ្យតែខ្ញុំអាចជួយឲ្យស៊ឿនស៊ីនអ៊ីហើយនឹងលោកលីបានគ្នាទៅហើយនោះគាត់ច្បាស់ជាមិនទៅខ្ញុំដែលខ្ញុំក៏ហក់គាត់នោះទេពិតមែនទេ សៀវឈិនចាំមើលពេលបងដឹងថាសិងឈិនបោកប្រាស់បងនោះតើបងនៅជាប់ស្នេហ៍ជាមួយវាទៀតទីងអាកែនាយកលីងតើលោកដឹងទីងថាមនុស្សយន្តរបស់លោកអ្នកកាន់តែស្រឡាញ់លោកខ្លាំងណាស់ដឹងដែរទីង ខ្ញុំដឹងតាខ្ញុំប្រកាសជាដឹងស្រាប់ហើយ តើនឹងយ៉ាងម៉េចហ្នឹងច្បាស់ជាតើកញ្ចាស់នោះធ្វើបាបខ្ញុំមិនខានទីងលោកនាយកលីងលោកមកនាងកាច់ដាក់ខ្ញុំទីងធ្វើឲ្យខ្ញុំមិនហ៊ាននិយាយទៀតនោះទីងនាងសាមញ្ញមួយថ្ងៃគ្មានដឹងចេះស្អីទីងចេះតែធ្វើបាបខ្ញុំនៅចង់រៀបការចូលគ្រួសារលីនឹងអាចធ្វើជាអ្នកស្រីលីងចង់កម្ចាត់លោកសាស្ត្រាចារ្យនិងពួកមនុស្សដូចជាខ្ញុំទៀតឲ្យងាប់អន្តរាយអត់ទីង សុំឆោអ៊ីចិត្តនាងពិតជាខុសពិតមែននេះឯងចេះនិយាយតែផ្ដាស់ស្អីមកផ្លេះកូនស្រីយើងហ្នឹងហ៎ឯងនេះមិនជួយគ្រួសារគេតែជួយអ្នកក្រៅខំខាងក្រៅអត់ប្រយោជន៍នេះយើងទៅបដៅឯងហើយ អូយវិទ្យគមឲ្យដឹង ស៊ឿនស៊ីនអ៊ីទីតូចមកខ្លាចយើងកូន សម្រាប់ពុកម៉ែបងប្អូនដែលចង់បានផ្ទះនៅខាងចំការដង3បងប្អូនណាបាទផ្ទះនេះដែរគឺបានប្លង់សេរ៉ូដល់2សន្លឹកពេញហើយមានកម្ពស់រហូតដល់3ជាន់ប្រដំបូលជូនបងប្អូនណាបាទហើយនេះគឺជាផ្ទះគំរូបងប្អូនណាបាទដែលបងប្អូនអាចជិះមើលផ្ទាល់បានហើយយើងមាន2បន្ទប់គេងនិង3បន្ទប់ទឹកហើយមានផ្ទះបាយមួយនៅខាងក្រោយនេះហងដែរបងប្អូនណាបាទហើយយើងនៅសល់ដីខាងក្រោយ1ម៉ែត្រឬក៏1ម៉ែត្រជាងទៅតាមទំហំផ្ទះហើយនិងទំហំដីមួយផងដែរបងប្អូនណាបាទហើយយើងមានទីបន្ទប់បាទហើយនេះគឺជាបន្ទប់សមាជិកគ្រួសារឬក៏យើងអាចហៅជាបន្ទប់កូនក៏បានដែរបងប្អូនណាបាទរីឯចំណែកតម្លៃវិញគឺតម្លៃធូរថ្លៃមែនទេបងប្អូនណាបាទខាងក្នុង3នេះតម្លៃខ្ទង់50000ជាងតែប៉ុណ្ណោះបងប្អូនណាបាទហើយនេះគឺជាបន្ទប់មេគ្រួសារឬក៏យើងហៅជាបន្ទប់ប៉ាក៏បានដែរបងប្អូនណាបាទអញ្ចឹងបងប្អូនថាគាត់មានអារម្មណ៍ចង់បានផ្ទះដែលខាងចំការដង3បងប្អូនណាអាចអញ្ជើញមកទៅបានអាចទៅដល់បានតាមលេខទូរស័ព្ទបងប្អូនណាបាទសូមអរគុណ យើងនឹងកូនចាប់ឯងមិនមែនជាកូនរបស់យើងទេ ចាប់ហើយសុំកុំឲ្យខ្ញុំនៅសិងឈិនលេខ1ចាប់ត្រឹមណែសាំងមិនបានទីងខ្ញុំត្រូវតែឆ្លៀតអកាំងបញ្ញាប់ចាក់ចេញពីទីនេះសិនប៉ាក៏ជាអ្នកយកខ្ញុំមកពីគ្រួសារសិនចិញ្ចឹមខ្ញុំតាំងពីតូចជាច្រើនឆ្នាំមកនេះតើខ្ញុំមិននឹងអញផ្លាស់ប្ដូរចរិតអីទេបើសិនជាខ្ញុំនៅតែខ្លាចចោះខ្ញុំទៀតនោះខ្ញុំនឹងត្រូវសង្គមមួយនេះធ្វើបាបមិនខានទីងអញក៏ពីយើង ឆោអ៊ីឯងប្រាប់ទៅមើលនេះជាបងស្រីឯងដែរទេ អាយ៉ាបងអូនស្រីបើថាបងមិនបានជាបងស្រីអញទេធ្វើយ៉ាងម៉េចទៅបងជួយអញបានទេអញថាមើល នេះឯងហ៊ានគំរាមបងស្រីឯងផងហ៎ ប៉ាមិនអាចវាយខ្ញុំទៀតបានទេបើសិនជានៅតែបន្តវាយតបខ្ញុំទៀតនោះដៃរបស់ខ្ញុំនោះហើយចាដៃសំណាប់ចិត្តរបស់ខ្ញុំអើយខ្ញុំមិនអាចការពារអញបានទេហើយចា មើលទៅត្រឹមត្រូវណាស់តាមពិតទៅស៊ីងឈិនកូនមួយក៏ឈឺចាប់ដែរតាលោកពិតជាឪពុកអមនុស្សធម៌ខ្លាំងណាស់អេនាយកលីតាមពិតទៅនេះសំអុយនេះលេបពកខ្ញុំទេតាមពិតគឺខ្ញុំជាមួយនឹងឆៅអ៊ីគឺមានវាស្មារតីចំពោះនឹងដែរឆាប់ទៅផ្សព្វផ្សាយទៅថាគ្រូសាសងត្រូវខ្សែធនហើយដល់ពួកគឺចេញទៅ កុំអីយុលីនេះពិតជាអយុត្តិធម៌ខ្លាំងណាស់ប៉ាម៉ាហើយចា នាងនឹងស៊ីងឈិនទៅធ្វើការនៅក្រុមហ៊ុនជាមួយគ្នាទេស៊ីងឈិនឃើញនាងហើយច្បាស់ជាសប្បាយចិត្តអាឡូលោកសាស្ត្រាចារ្យនៅក្រុមហ៊ុនក៏មិនឃើញនាងនៅផ្ទះក៏មិនឃើញនាងដែរហេតុអីទៅស៊ីងឈិនកូដមួយតើពេលនេះនាងទៅនៅកន្លែងណាបាត់ទៅហើយលោកសាស្ត្រាចារ្យនាយកលីស៊ីងឈិនកូដមួយទៅដំឡើងស៊ីស្តឹមខ្លួនឯងហើយបាត់ដំណើរការតាមដានបាត់ហើយសូម្បីតែខ្ញុំក៏មិនអាចតាមដានបានដែរ
នាយកលីងនេះខ្ញុំជូតឡាចាំងអាចឆ្លងមកបានទៅហើយនាយកលីងញ៉ាំផ្លែប៉ាំដែរទីង សម្រាប់ពុកម៉ែបងប្អូនដែលចង់បានផ្ទះនៅខាងចំការដង3បងប្អូនណាបាទផ្ទះនេះដែរគឺបានប្លង់សេរ៉ូដល់2សន្លឹកពេញហើយមានកម្ពស់រហូតដល់3ជាន់ប្រដំបូលជូនបងប្អូនណាបាទហើយនេះគឺជាផ្ទះគំរូបងប្អូនណាបាទដែលបងប្អូនអាចជិះមកផ្ទាល់បានហើយយើងមាន2បន្ទប់គេងនិង3បន្ទប់ទឹកហើយមានផ្ទះបាយមួយនៅខាងក្រោយយើងហងដែរបងប្អូនណាបាទហើយយើងនៅសល់ដីខាងក្រោយ1ម៉ែត្រឬក៏1ម៉ែត្រជាងទៅតាមទំហំផ្ទះហើយនិងទំហំដីមួយៗផងដែរបងប្អូនណាបាទហើយយើងមានទីបន្ទប់បាទហើយនេះគឺជាបន្ទប់សមាជិកគ្រួសារឬក៏យើងអាចហៅជាបន្ទប់កូនៗក៏បានដែរបងប្អូនណាបាទរីឯចំណែកតម្លៃវិញគឺតម្លៃធូរថ្លៃមែនទែនបងប្អូនណាបាទនៅខាងក្នុង3នេះតម្លៃខ្ទង់ទៅ50000ជាងតែប៉ុណ្ណោះបងប្អូនណាបាទហើយនេះគឺជាបន្ទប់មេគ្រួសារឬក៏យើងហៅជាបន្ទប់ប៉ាក៏បានដែរបងប្អូនណាបាទអញ្ចឹងបងប្អូនថាគាត់មានអារម្មណ៍ចង់បានផ្ទះដែលខាងចំការដង3បងប្អូនណាអាចអញ្ជើញមកទៅបានអាចទៅដល់បានតាមលេខទូរស័ព្ទបងប្អូនណាបាទសូមអរគុណ